តាមការបញ្ជាពីរដ្ឋមន្ត្រីក្រសួងធនធានទឹកគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេបានចុះរុះរើរបងថ្មប្រវែង119ម៉ែត្រសង់ចូលដីចំណីស្ទឹងស្លាគូក្នុងភូមិសាស្ត្រខេត្តតាកែវតាមការបញ្ជារបស់លោកថោងចេស្តារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេបានចុះអនុវត្តការរុះរើរបងថ្មប្រវែង119ម៉ែត្រសង់ចូលដីចំណីស្ទឹងស្លាគូក្នុងភូមិសាស្ត្រខេត្តតាកែវនៅរសៀលថ្ងៃទី13ខែតុលាឆ្នាំ2025នេះក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេដែលចុះរុះរើរបងនេះដឹកនាំដោយលោកអឿងចន្ទថាអនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេរួមជាមួយនឹងលោកអុកវុធីអនុរដ្ឋលេខាធិការនិងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារលេខាធិការដ្ឋាននិងមេធាវីប្រចាំក្រសួងសហការជាមួយនឹងរដ្ឋបាលស្រុកត្រាំកក់មន្ទីរនិងការិយាល័យជំនាញសូមជម្រាបផងដែរថារបងថ្មប្រវែង119ម៉ែត្រដែលសង់ចូលដីចំណីស្ទឹងស្លាគូស្ថិតនៅក្នុងភូមិត្រពាំងពូឃុំជាងតងស្រុកត្រាំកក់ខេត្តតាកែវហើយការរុះរើនេះក៏មានការយល់ព្រមពីតំណាងក្រុមហ៊ុនម្ចាស់របងនេះផងដែរ